Các co sang tùm lộp lõ cứ priệp đôi chìa cả vì nị dục lời khuôn ảnh đã nâng đòi phó trong nánh bình mũi chi vật ní cứ chia tùm lộp lõ tàng đóp giảng đã chui ao chi vật miền phía bích trong rán nâng miền số phép mơ cùl muội cả cào pi problem các cào pi problem chui ao nặng miền pê riệp trong khuôn nâng riệp trong cùng rốn xâm rạp ngày thứ mấy đòi mìnhประหยัดវាក៏ជាពេលវេលាដ៏ល្អបំផុតសម្រាប់ខួរក្បាលដំណើរការបានយ៉ាងស្វាហាប់ 2. ការអានសៀវភៅឬរៀនអ្វីថ្មីមនុស្សជោគជ័យមិនដែលឈប់រៀនសូត្រឡើយការអានយ៉ាងហោចណាស់15ទៅ30នាទីក្នុងមួយថ្ងៃជួយពង្រីកចំណេះដឹងបង្កើនការផ្ដោតអារម្មណ៍និងកាត់បន្ថយ stress 3. ការធ្វើលំហាត់ប្រាណទៀងទាត់មិនចាំបាច់រហូតដល់លើកទម្ងន់ធ្ងន់នោះទេគ្រាន់តែដើររហ័សឬហាត់ប្រាណស្រាល20នាទីក្នុងមួយថ្ងៃក៏អាចជួយឲ្យរាងកាយរឹងមាំនិងមានស្មារតីស្រស់ថ្លាផងដែរ 4. ការរៀបចំផែនការការងារការសរសេរអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែកចាប់តាំងពីយប់មិញរហូតពេលព្រឹកព្រលឹមជួយឲ្យអ្នកដឹងពីអាទិភាពការងារនិងមិនខាតពេលវេលាលើរឿងមិនចាំបាច់ 5. ការហូបចុកដែលមានសុខភាពល្អនិងផឹកទឹកឲ្យបានច្រើនរបបអាហារដែលមានតុល្យភាពនិងការផឹកទឹកគ្រប់គ្រាន់ប្រហែល2លីត្រក្នុងមួយថ្ងៃគឺជាសាំងសម្រាប់រាងកាយនិងខួរក្បាលដើម្បីដំណើរការពេញមួយថ្ងៃ 6. ការអនុវត្តការដឹងគុណសាក់លបងចំណាយពេល 2-3 នាទីគិតពីអ្វីដែលអ្នកមានគុណឬរឿងល្អៗដែលបានកើតឡើងក្នុងថ្ងៃនេះវាជួយឲ្យអ្នកមានសុទិដ្ឋិនិយមនិងកាត់បន្ថយអារម្មណ៍អវិជ្ជមាន 7. ការគ្រប់គ្រងហិរញ្ញវត្ថុទម្លាប់កត់ត្រាការចំណាយនិងការសន្សំសំចៃគឺជាគ្រឹះនៃសេរីភាពហិរញ្ញវត្ថុគួរចេះបែងចែករវាងរបស់ដែលចង់បាននិងរបស់ដែលមិនចាំបាច់ 8. ការមានវិន័យលើពេលវេលាការគោរពពេលវេលាមិនត្រឹមតែបង្ហាញពីតម្លៃរបស់អ្នកចំពោះអ្នកដទៃប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យអ្នករៀបចំជីវិតបានត្រឹមត្រូវនិងមិនមានសម្ពាធការងារនៅនាទីចុងក្រោយ 9. ការគេងឲ្យបានគ្រប់គ្រាន់ការគេងពី7ទៅ8ម៉ោងក្នុងមួយយប់គឺចាំបាច់ណាស់សម្រាប់ជួសជុលកោសិកានិងផ្ដល់ថាមពលឲ្យខួរក្បាលបើគេងមិនគ្រប់គ្រាន់ផលិតភាពការងារនឹងធ្លាក់ចុះ 10. ការផ្ដាច់ខ្លួនពីបច្ចេកវិទ្យាខ្លះការចំណាយពេលខ្លះនៅឆ្ងាយពីទូរស័ព្ទឬបណ្ដាញសង្គមជួយឲ្យអ្នកមានពេលនៅជាមួយខ្លួនឯងគ្រួសារនិងសម្រាប់ខួរក្បាលពីព័ត៌មានដែលរញ៉េរញ៉ៃ